ចាសួស្តីទាំងអស់គ្នាចាហ្នឹងហើយឥឡូវនេះយើងខ្ញុំទាំង3នាក់សូមបង្ហាញទាំងអស់គ្នាអំពីការធ្វើចង្រិតបំពងចាហើយសូមទេសនាជាមួយនាងខ្ញុំទាំង3នាក់ដូចតទៅចាចាហេតុនេះឥឡូវនេះខ្ញុំចាប់ផ្ដើមប្រដាក់គ្រឿងវានេះខ្ញុំដាក់រឹបឌីចូលខ្ញុំច្របល់ចូលឥឡូវនេះយើងចាប់តាមក្លុកគ្រឿងនេះអត់ក្លុកនេះយើងដាក់ស្ករសចាឥឡូវនេះចង្រិតបំពងរបស់យើងបានឆ្អិនរួចទៅហើយអូយឡើងឈ្ងុយតែម្ដងចាតោះសូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាអញ្ជើញមកពិសាជាមួយនឹងខ្ញុំទាំងអស់គ្នាតោះសូមអញ្ជើញសូមអរគុណចំពោះការទស្សនាសូមមេដាជួយគាំទ្រវីដេអូយើងខ្ញុំផងសូមអរគុណ